ងគ្នាពេលណាហេតុអ្វីលឿនម្លេះមានសំណួរពីបងអូនស្រីធ្វើថាសុកគេធ្វើឲ្យយើងអស់ចិត្តសុកគេឈប់ស្រឡាញ់សុកអាល្បីដែលគេឈប់ល្អដាក់ហ្នឹងវាធ្វើឲ្យយើងអស់ចិត្តហ្មងលេខដូចពីមុនគឺផ្លាស់ប្ដូរ360ដឺក្រេផ្លាស់ប្ដូររហូតដល់យើងទទួលយកទង្វើរបស់គេលែងបានគេលែងយល់ចិត្តគេលែងយល់ទុកទរៈគេលែងខ្វល់ជាមួយធ្វើឲ្យយើងនឹងអស់ចិត្តយើងលែងចង់បន្តដំណើរជីវិតនៅលើវិថីហ្នឹងជាមួយដៃគូរបស់យើងទៀតបានស្រាប់តែពេលដែលយើងសម្រេចចិត្តថាអស់ចិត្តយើងសម្រេចចិត្តថាឈប់ទំនាក់ទំនងឃើញគេ selfie ឃើញគេផុសរូបជាមួយដៃគូថ្មីក្នុងចិត្តយើងនឹងចង់ប្រេះទ្រូងហ្មងយើងចង់សួរខ្លួនឯងថាគេតាក់ទងគ្នាពេលណាគេក្បត់ពេលណាហេតុអីបានយើងអត់ដឹងហើយអាទាំងអស់ហ្នឹងទៅធ្វើឲ្យគេបង្កើតទង្វើបែបហ្នឹងឲ្យយើងអស់ចិត្តខ្ញុំល្ងងណាស់មែនទេករណីនេះគឺយើងអត់បានដឹងអីទាំងអស់មែនតើគឺ surprise ខ្លាំងមែនតើពេលដែលយើងស្រឡាញ់គេសុកគេលេងដូចមុនគេធ្វើឲ្យយើងអស់ចិត្តស្រាប់តែត្រឡប់មកវិញគឺគេមានអ្នកថ្មីទាំងយើងហ្នឹងជឿជាក់ទុកចិត្តអត់ដឹងអីទាំងអស់វាជាបទពិសោធន៍អ្វីទាំងអស់នៅលើโลกនេះវាមិនមែនដូចដែលយើងពងប្រាថ្នាទាំងអស់ហើយពេលខ្លះបទពិសោធន៍ទាំងអស់ហ្នឹងទូអ្នកណាមកប្រាប់ក៏យើងបានត្រឹមតែស្ដាប់ឮប៉ុន្តែតើតែយើងប៉ះខ្លួនឯងហ្មងបានយើងដឹងថាអូអាហ្នឹងវាឈឺពិតប្រាកដវាប្រៀបដូចយើងដើរដោយធ្លាក់កលុកខ្លួនឯងបានដឹងថានឹងវាផុងអញ្ចឹងចាអញ្ចឹងអ្វីវាមិនហួសពេលទេអ្វីក៏វាអាចចារៀនពីបទពិសោធន៍ហើយទទួលយកបទពិសោធន៍ហ្នឹងចាដើរទៅលើ level បន្តទៀតស្គាល់មនុស្សឲ្យច្បាស់ជាងមុនទុកចិត្តមនុស្សឲ្យច្បាស់ជាងមុនហើយចេះគ្រប់គ្រងចាការជឿរបស់យើងផងដែរចាការដែលយើងជឿលើអ្នកណាម្នាក់មិនខុសទេព្រោះដោយសារតែគេហៅថាភាពស្មោះត្រង់របស់យើងក្នុងការសម្រេចជ្រើសរើសនឹងជឿប៉ុន្តែពេលដែលគេឲ្យបទពិសោធន៍វាធ្វើឲ្យយើងគិតថាយើងជឿគេដោយមានការវិភាគដោយមានទិន្នន័យដោយមានការ follow up ដោយមានការតាមដានមិនមែនគ្រាន់តែជឿតាមរយៈការសម្ដែងតែមួយមុខប៉ុណ្ណោះចង់លើកទឹកចិត្តទៅបងអូនដែលជួបបទពិសោធន៍ថាគេក្បត់ពេលណាគេមានអ្នកថ្មីពេលណាបានខ្ញុំអត់ដឹងអូខេឥឡូវយើងដឹងហើយចាប់ផ្ដើមជីវិតថ្មីហើយបើសិនជាយើងជ្រើសមនុស្សថ្មីយើងនឹងជ្រើសរើសមនុស្សដែលស្មោះត្រង់ហើយនឹងយើងបកគលការជឿទុកចិត្តបានក៏ត្រូវតែមានឱកាសក្នុងការសង្កេតការតាមដានការស្វែងយល់មិនប្រឡែងជីវិតយើង 100% ឲ្យគេគ្រប់គ្រងពីខ្ញុំអ្នកគ្រូសៃពៅមានតែចូលរួមផ្ដល់កម្លាំងចិត្តចូលរួមឲ្យងើបពីកលុកដែលយើងបានផុងអរគុណខ្លួនឯងទៅយើងសំណាងហើយដែលយើងសម្រេចចិត្តពេលហ្នឹងហើយអ្វីគ្រប់យ៉ាងយើងទៅដឹងធ្វើឲ្យយើងនឹងមិនសូវឈឺបើសិនជាយើងឈឺហើយយើងទ្រាំខាំមាត់អានឹងឈឺខ្លាំងជាងអាយើងលេងគេទៅបាត់ហើយទៅដឹងអូអានឹងយើងសំណាងវិញក្នុងគ្រោះច្បាស់ជាលៀនលៀបមិនខានអញ្ចឹងកុំខឹងកុំខកចិត្តកុំ surprise អីគឺមានតែអរគុណខ្លួនឯងនិងសរសើរខ្លួនឯងដែលទទួលបានកាដូថ្មីតិចទៀតយើងអាចនឹងជួបសំណាងល្អនិងកាដូល្អជាងនឹងបន្តទៅមុខទៀតចាស់អរគុណច្រើន